បំផុតពីអ្នកខ្ញុំធ្វើវីសាជាប់ហើយចានិយាយទៅគឺថាបានវីសាណាបានវីសាអ្នកទាំងអស់គ្នាធ្វើតាំងពីប្រហែលកន្លះខែមុនអ្នកទាំងអស់គ្នាឥឡូវគឺបានវីសាហើយនិយាយទៅគឺខ្ញុំជាប់ទៅណាអ្នកទាំងអស់គ្នាចានេះខ្ញុំឃើញ comment ច្រើនខ្លាំងមែនតើតែទាញត្រូវហ្មងអ្នកទាំងអស់គ្នាចាថាខ្ញុំទៅចិនទៅជួបអ៊ីហ្វានក្មួយរបស់ខ្ញុំនិយាយទៅគឺថាតាំងពីក្មួយកើតមកគឺអត់ដែរទៅលេងក្មួយទេណាមួយគឺឆ្ងាយហើយណាមួយប្រទេសចិនអ្នកទាំងអស់គ្នាតំណតែយើងបានទៅគឺយើងនៅស្នើវីសាស្នើតកលលុយ 20000 អីទៀតអីចឹងណាអ្នកទាំងអស់គ្នាចាពោះតែស្រីណាតកលលុយ 20000 ហ្នឹងណាប៉ុន្តែបើប្រុសប្រាប់វិញគឺគេអ៊ីស៊ីហ្មងអ្នកទាំងអស់គ្នាផ្ញើតែឯកសារហើយគេរត់ឯកសារគឺហើយហ្មងអ្នកទាំងអស់គ្នាខ្ញុំនេះទៅតកលលុយផងអីផងនិយាយទៅគឺថារៀងញ៉ៃតិចមនុស្សស្រីអ្នកទាំងអស់គ្នាចាតែជាក់ស្ដែងឥឡូវគឺខ្ញុំជាប់ហើយខ្ញុំទៅលេងក្មួយខ្ញុំ See you Ifan តែអ្នកទាំងអស់គ្នាទាយមើលថាខ្ញុំនឹងទៅថ្ងៃណាអ្នកទាំងអស់គ្នានឹងទាយថ្ងៃហ្នឹងនៅគេអត់ដឹងថាពួកយើងទៅមួយថ្ងៃទេតែដឹងថាទៅយូរអ្នកទាំងអស់គ្នាដឹងតែលើសមួយអាទិត្យលើកនេះទៅតែ2នាក់ណាលើកនេះគឺខ្ញុំទៅតែ2នាក់ឯអ្នកទាំងអស់គ្នាទៅលេងក្មួយហ្មងតាមពិតកម្រងខ្ញុំទៅលេងក្មួយហ្នឹងណាតាំងពី Ifan អត់ទាន់កើតខ្ញុំនិយាយមកខ្ញុំរកទៅ surprise បងអូនខ្ញុំនៅចិនប៉ុន្តែខ្ញុំគិតចុះគេឡើងអត់កើតទេអ្នកទាំងអស់គ្នាចិនគេធំមកហើយខ្ញុំមិនដឹងថាអីមិនខ្លាចវែងអីចឹងណាចុងក្រោយក៏អត់បានទៅហើយទុំតែបានទៅឥឡូវពេលដែល Ifan ចិត្ត2ខែអ្នកទាំងអស់គ្នាចាហើយខ្ញុំទៅលេងអូខ្ញុំដឹកក្មួយខ្ញុំមកសំខាន់គឺក្មួយខ្ញុំអ្នកទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃគឺលក្ខណៈថាគីឡូវិញឡើងស្រឿទៀតមកអ៊ំហើយប៉ាអ៊ំតើឯណាអ្នកទាំងអស់គ្នាចាជួបគ្នាណាអ៊ីហ្វាខ្ញុំសម្រេចចិត្តថាទៅលេងអ៊ីហ្វានដល់ប្រទេសចិននេះគឺដោយសារតែខ្ញុំទ្រាំលេងបានខ្លាំងមែនតែនចិត្ត2ខែនេះតាំងពីថ្ងៃប្អូនខ្ញុំអ៊ីមានចាប់ផ្ដើមឈឺពោះនេះដែលខលវីដេអូមកខ្ញុំដែលឈឺពោះតែ2នាក់ប្តីប្រពន្ធនៅក្នុងប៉ែតហ្នឹងណាអ្នកទាំងអស់គ្នាសាច់ញាតិអត់តន់មកដល់ទាំងអស់បងប្អូនខាងស្រីគឺនៅខ្មែរបងប្អូនខាងប្រុសគឺលក្ខណៈថាពួកគាត់ធ្វើការនៅស្រុកឆ្ងាយអញ្ចឹងទៅអត់មានអ្នកគេបានមកដល់ទេមានតែ2នាក់ប្តីប្រពន្ធហ្នឹងនៅប៉ែតហ្នឹងឯងហើយពេលហ្នឹងអាណិតប្អូនមែនតែនលក្ខណៈតែ2នាក់ប្តីប្រពន្ធអីអញ្ចឹងណាតែធ្វើម៉េចបងប្អូននៅឆ្ងាយពីគ្នាហើយការកន្លងពេលអ៊ីហ្វាននៅប៉ែតអ្នកទាំងអស់គ្នាមកអាទិត្យជាងប៉ែតសុកចិត្តគេហ្នឹងគឺឲ្យក្មេងងូចទឹកទេអ្នកទាំងអស់គ្នាមកអាទិត្យជាងអត់ដែរឲ្យអ៊ីហ្វានត្រូវទឹកសំបីតែម្ដងហ្មងហើយខលវីដេអូលើកណាក៏ឃើញអ៊ីហ្វានไปអាយដែរប្រទេសនៅក្នុងពោះក៏ប្រទេសដេកតាក់ដៃចឹងដែរឥឡូវប្រទេសចេញមកហើយថ្លោចិត្តខាងម្ដងអញ្ចឹងតែការយកដៃខ្ទុកទៀតហើយខ្ញុំនេះហើយតែខលវីដេអូមើលមុខក្មួយអ៊ីហ្វានម្ដងហើយយល់ពីថាខូតខ្លាំងហ្មងខ្ញុំនិយាយមែនហើយប៉ែតនៅស្រុកចិនហ្នឹងអ៊ីហ្វានកាត់បានមកទឹកជាងទៅឲ្យអ៊ីហ្វានងូចទឹកដែរតាគ្នាហើយងូចទឹកហ្នឹងក៏យកឲ្យគេងូចឲ្យដែរហើយខ្ញុំសួរបងអូនខ្ញុំទៅថាហ្នឹងទលាមទៅលាប់គេទៀតមែនដល់យកក្មេងឲ្យគេងូចទឹកឲ្យបងអូនខ្ញុំឆ្លើយថាអត់ទេមកពីវាអត់ហ៊ានងូចទឹកឲ្យកូនគេបានងូចទឹកហ្នឹងណាគ្នានោះមុខគេឡើងស្រួលហ្មងដល់ផ្ទះភ្លាមចាគេលក់ស្រួលខ្លាំងហ្មងណាតាគ្នាចាមើលទៅមុខមាត់ទៅណាដឹងហើយទៅលាប់អ៊ីហ្វានចូលចិត្តពេកគេគឺលើកដៃអស់ហ្មងអ្នកនរគ្នាជើងអីហ្នឹងគឺថាដាក់ចង្អេងចង្អាងពេញហ្នឹងហ្មងអត់ខ្វល់ថាខ្លួនឯងហ្នឹងជាកូនស្រីអីទេម៉ែគេចាប់តែងខ្លួនឲ្យគេចេញជាស្រីណាអ្នកនរគ្នាតើពាក់បោពាក់អីចឹងទៅបានដូចកូនស្រីតិចតែនិយាយលេងសើចអីឃើញអ៊ីហ្វានចឹងណាប៉ុន្តែធ្វើទុកម៉ែអ្នកនរគ្នាមើលទៅក្នុងវីដេអូហ្នឹងទៅដឹងហើយម៉ែវិញឡើងងក់ហ្មងពេលឃើញចឹងហ្នឹងអាណិតប្អូនដែរតែ2នាក់ប្តីប្រពន្ធហ្នឹងឯងចឹងហើយខ្ញុំជាអ៊ំនេះចង់លក្ខណៈថា challenge អ្នកនរគ្នាទៅមើលអ៊ីហ្វានដល់ប្រទេសចិនចង់ដឹងខ្ញុំ2នាក់មួយរ៉ាតទល់មួយអ៊ីហ្វានរួចអត់អីចឹងណាហើយដល់កន្លែងនេះអត់ឃើញអ៊ីហ្វានមានសក់ហ្នឹងគឺដោយសារតែអ៊ីហ្វានកោសក់អ្នកនរគ្នាដោយសារខាងស្រុកចិនគេហ្នឹងទលាមទលាប់ពេលកូនចេញខែបានមួយខែឲ្យកូនកោសក់អញ្ចឹងណាមកប្រទេសនេះមុននឹងត្រប់ភួយណាវិធានមកចាំនេះគេចិត្តងើបលេងអត់យំទេបើឆ្អែតហើយមែនទេកូនអ៊ីហ្វានអីយ៉ាអូអូហ្វេតមក birthday ចំណិចនិយាយទៅគឺថាធ្វើខ្លួន2ម៉ោងធ្វើខ្លួនឯងណាអ្នកគ្នាប៉ុន្តែរបៀបធ្វើខ្លួនឯងនេះយូរជាងឲ្យគេធ្វើឲ្យទេអ្នកគ្នាហើយមូលហេតុខ្ញុំធ្វើខ្លួនឯងនេះគឺដោយសារអីគឺខ្ញុំងើបអត់តអ្នកគ្នាព្រឹកមិញតែមើលយើងចឹងទៅក៏ដេកថ្ងៃហើយជ្រុលបដ ாய் ចាដល់ម៉ោងស្មាននេះមិនដែរអ្នកគ្នាចាឈុតបែបនេះជាមួយនឹងបែបឈុតពណ៌សពណ៌សាច់លាយជាមួយនឹងផ្កាឈូកស៊ីជាមួយនឹងដេកអីចឹងណាអ្នកគ្នាដោយសារតែខ្ញុំពាក់ពណ៌ឈូកនេះខ្ញុំឃើញចំណិចគាត់ដេកពណ៌ផ្កាឈូកអីចឹងណាប៉ុន្តែអ្នកគ្នាវីដេអូនេះគឺ sorry ទៅចំណិចមកដោយសារអីគឺខ្ញុំភ្លេចយកកាដូមកប៉ុន្តែចាំយើងផ្ញើទៅទីតាំង50ម៉ែត្រចឹងណាចាគឺមក birthday ភ្លេចយកកាដូអ្នកនរគ្នាចាមែនតើតាមភ្លេចយកមកអត់បានយកមកមែនតើនៅក្នុងកាដូថាអ្នកលោកអត់ផ្លាយវិន័យតែយើងនិយាយថាវាកម្លាំងតែអ្នកលោកអត់ផ្លាយវាថាអុយផ្លាយខ្ញុំតិចមកផ្លាយខ្ញុំតិចមកអើទៅវាតែខ្ញុំនិយាយថាពាក្យផ្លេចទៅវារៀងគ្រាន់ស្ដាប់ទេអ្នកលោកអត់ reply នេះខ្ញុំអត់យល់អ្នកលោកដែរតែអ្នកលើនិយាយការពិតហ្មងអ្នកលោក reply ខ្ញុំសុកបាត់ reply ខ្ញុំឆឹងហើយខ្ញុំអត់កាដូមកទឹកដៃទេចឹងតែម្ដងហើយសំខាន់មកកម្មវិធីចំណិចហើយស្អែកឡើងគឺខ្ញុំ